ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទវីដេអូប្រធានបទថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាព្រំដែនវិញម្ដងបងប្អូនប្រហែលជាបានឃើញព័ត៌មានដែលគេផ្សព្វផ្សាយ share ព្រមព្រៀងក្នុងលើបណ្ដាញសង្គមកម្ពុជាណាគេសួរទៅរាជរដ្ឋាភិបាលថាតើយើងបន្តអត់ធ្មត់ដល់ពេលណាទៀតតើអាភាពអត់ធ្មត់របស់យើងហ្នឹងអស់ស្តុកហើយឬនៅចាប់តាំងពីបទជប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងពុត្រាចាយាប្រទេសម៉ាឡេស៊ីរួចមកភាគីកម្ពុជាបានបន្តអនុវត្តនៅបទឈប់បាញ់បានយ៉ាងល្អខ្ជាប់ខ្ជួនខ្លាំងមែនទែនតែផ្ទុយមកវិញភាគីថៃបន្តរំលោភបំពានលើកម្ពុជាម្ដងហើយម្ដងទៀតថៃបានបំពានគ្រប់បែបគ្រប់យ៉ាងរាប់ចាប់តាំងពីការរាយបន្លាលួសនៅលើដីប្រទេសកម្ពុជាការពាត់យកផ្ទះរបស់ប្រជាពលរដ្ឋខ្មែរនិងការឈូសឆាយព្រៃនិងផ្លូវនៅលើដីកម្ពុជាជាដើមក្នុងចំហរបស់កម្ពុជាដើម្បីឆ្លើយតបទៅនឹងការបំពានរបស់ប្រជាពលរដ្ឋថៃឬក៏ការបំពានរបស់អាជ្ញាធរថៃនិងទាហានថៃនោះកម្ពុជាបានជ្រើសរើសយកភាពអត់ធ្មត់បន្តខំមាត់សង្កត់ចិត្តទល់ទៅនឹងភាគីថៃមិនថាភាគីថៃបានអុចអាលកម្ពុជាបែបណានោះទេកម្ពុជានៅតែប្រកាន់ជំហរអត់ធ្មត់ជាដរាបកម្ពុជាមិនបានប្រតិកម្មធ្ងន់ធ្ងរឆ្លើយតបទៅនឹងសកម្មភាពរំលោភបំពានរបស់ថៃទេខ្ញុំជឿថារាជរដ្ឋាភិបាលកម្ពុជាពិតជាមិនចង់ឲ្យមានការផ្ទុះអាវុធថ្មីណាមួយទៀតកើតឡើងនោះទេពីព្រោះថាបើសិនជាការផ្ទុះសង្គ្រាមថ្មីឡើងមួយទៀតនឹងបង្កឲ្យស្លាប់ប្រជាពលរដ្ឋនិងយោធិនកម្ពុជាខ្ញុំជឿថានេះគឺជាសកម្មភាពនិងរូបភាពដែលប្រជាពលរដ្ឋទូទាំងនគរទៅហើយដែលពួកគាត់មិនចង់ឃើញការបាត់បង់សាច់ញាតិឪពុករបស់គាត់ទៀតទេក៏ប៉ុន្តែមានសំណួរមួយដែលយើងត្រូវចោទសួរថាតើកម្ពុជាបន្តអត់ធ្មត់ដល់ពេលណាទៀតតើការអត់ធ្មត់របស់កម្ពុជាមានដែនកំណត់ដែរឬទេហើយកម្ពុជាខ្លួនឯងបានគូបន្ទាត់ក្រហមឬក៏មានបន្ទាត់ក្រហមសម្រាប់ប្រជាជនថៃឬក៏ទាហានថៃហើយឬនៅមានន័យថាយើងបានគូបន្ទាត់ក្រហមខ្លួនឯងហើយនៅថាអ្នកឯងមកដល់ត្រឹមនេះគឺឆ្លងបន្ទាត់ក្រហមមកខ្ញុំហើយអញ្ចឹងអ្នកឯងអាចឆ្លងមកទៀតទេអញ្ចឹងបើសិនជាក្នុងការអ្នកឯងហ៊ានឆ្លងបន្ទាត់ក្រហមនោះតើយើងខ្លួនឯងជាកម្ពុជានេះនឹងមានអ្វីឆ្លើយតបទៅនឹងការបំពុះបំពាននោះអានេះយើងអត់ទាន់ដឹងទេហើយសូម្បីតែខ្លួនខ្ញុំបានក៏អត់ទាន់ដឹងថាកម្ពុជានេះកម្ពុជាខ្លួនឯងមានបន្ទាត់ក្រហមហើយនៅគឺយើងអត់ទាន់ដឹងទាំងអស់គ្នាក៏ប៉ុន្តែបើសិនជាមានគេមកសួរខ្ញុំថាតើការអត់ធ្មត់របស់កម្ពុជាហ្នឹងនៅពេលហ្នឹងគឺសមស្របអត់ចំពោះខ្ញុំថាការអត់ធ្មត់របស់កម្ពុជាគឺជានយោបាយចាស់ទុំហើយវាសមស្របណាស់នៅក្នុងនាមដែលយើងនេះជាប្រទេសតូចជាងថៃដែលមានមាឌអាយុធាសេដ្ឋកិច្ចប្រជាពលរដ្ឋអ្វីៗគ្រប់យ៉ាងគឺយើងនៅក្រោមថៃមានន័យថាយើងខ្ទន់សោយជាងថៃដូច្នេះខ្ញុំថាការអត់ធ្មត់ជាមធ្យោបាយដ៏ល្អមួយក៏ប៉ុន្តែមិនមែនអត់ធ្មត់ហើយអត់ធ្វើអីសោះទេអានេះមិនមែនជាជំរើសរបស់យើងដែលក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាពពេញលេញមួយមិនអាចបន្តអត់ធ្មត់អោបដៃឈប់មើលគេរំលោភបំពានយើងតាមតែចិត្តនេះមិនមែនជាភាពអត់ធ្មត់ប្រកបដោយភាពឆ្លាតវៃទេហើយខ្ញុំជឿថាការអត់ធ្មត់របស់កម្ពុជាគឺដើម្បីបញ្ជាសង្គ្រាមបើសង្គ្រាមថ្មីផ្ទុះឡើងខ្ញុំគិតថាសង្គ្រាមនេះវាអាចនឹងយូរជាងសង្គ្រាម5ថ្ងៃដែលយើងបានឆ្លងកាត់កន្លងមកហើយដូចដែលយើងដឹងទាំងអស់គ្នាហើយថាសង្គ្រាម5ថ្ងៃនេះវានេះសកម្មប៉ុណ្ណាធំធេងប៉ុណ្ណាមានប្រជាពលរដ្ឋភាគសឹកប្រមាណពាន់នាក់ដែលបានភៀសសឹកចេញពីលំនៅឋានរបស់ពួកគាត់អញ្ចឹងបើសង្គ្រាមថ្មីផ្ទុះឡើងខ្ញុំគិតថាសង្គ្រាមនេះនឹងអូសបន្លាយវែងជាសង្គ្រាម5ថ្ងៃហើយវិនិច្ឆ័យកម្មនៃសង្គ្រាមនេះក៏អាចនឹងធំធេងជាងសង្គ្រាម5ថ្ងៃនេះដែរព្រោះថាសង្គ្រាមក្តៅរវាងកម្ពុជាថៃបានប្រើគ្រប់មធ្យោបាយទាំងអស់រួមទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកមានន័យថាថៃប្រើអស់ហើយអាវុធធនគុណដូច្នេះហើយខ្ញុំជឿថាបើសង្គ្រាមថ្មីផ្ទុះឡើងទៀតនោះវិនិច្ឆ័យកម្មនឹងមិនអាចកាត់ថ្លៃបានទេដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាអត់ពុតបន្តដើម្បីបញ្ជាបាននៅសង្គ្រាមថ្មីណាមួយនឹងផ្ទុះឡើងដែលយើងមិនអាចនឹកស្មានដល់កម្ពុជាត្រូវតែអត់ធ្មត់នៅលើសកម្មភាពដែលថៃបានឈ្លានពាននេះប៉ុន្តែត្រូវតែបុរេសកម្មនៅក្នុងវិស័យការទូតមានន័យថាយើងបន្តអត់ធ្មត់ប៉ុន្តែនៅក្នុងវិស័យការទូតយើងត្រូវតែសកម្មក្នុងការគៀងគងរកការគ្រប់គ្រងពីបរទេសជាពិសេសមហាអំណាចសហរដ្ឋអាមេរិកនិងចិនដែលជាមហាអំណាចមានឥទ្ធិពលខ្លាំងនៅលើនយោបាយកម្ពុជារបស់យើងដូច្នេះហើយយើងត្រូវតែធ្វើម៉េចទាញការគ្រប់គ្រងពីមហាអំណាចទាំងអស់នោះហើយយើងក៏អត់ភ្លេចដែរក្នុងការរៀបសំណុំបែបបទឯកសារនានាដើម្បីប្តឹងទៅតុលាការអន្តរជាតិខ្ញុំមកដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើរឿងនេះឬក៏ទម្លាក់ដៃឈប់ធ្វើរឿងនេះទេព្រោះថាតាំងពីដើមឡើយសូម្បីតែសម្ដេចធិបតីក៏គាត់បានធ្លាប់និយាយដែរថាលើកក្រៅតែពីករណីមុំ3ភាសាតាមនតូចភាសាតាមនធំភាសាតាកបៃចេញអស់តំបន់អានសេះក្រៅពីនោះគឺយើងអាចដោះស្រាយតាមទ្វេភាគីបានតែតំបន់ដែលទាំង4នោះគឺត្រូវតែយកទៅដាក់ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ
អានេះដែលសម្ដីសម្ដេចហ៊ុនម៉ាណែតក៏ធ្លាប់បានលើកឡើងកន្លងមកហើយថាអាតំបន់ទាំង4នោះគឺត្រូវដាច់ខាតគឺត្រូវតែយកទៅដោះស្រាយគ្នានៅតុលាការយុត្តិធម៌អន្តរជាតិក៏ប៉ុន្តែមកដល់ពេលនេះយើងហាក់បីដូចជាស្ងាត់ឈឹងមិនដឹងថាតើដំណើរការនីតិវិធីនឹងដល់ណាហើយទេព្រោះថាបញ្ហាផ្ទុះឡើងដំបូងរាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការពិសេសមួយដើម្បីរៀបចំសំណុំបែបបទឯកសារនិងសិក្សាទៅលើផ្លូវច្បាប់ដើម្បីអាចយកសំណុំរឿងហ្នឹងដាក់ទៅភាគីថៃហើយនីតិវិធីបែបណាក៏យើងបានបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយទៅលើរឿងហ្នឹងដូចគ្នាអ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋមកទល់នឹងពេលនេះដំណើរការរឿងក្តីដល់ណាយើងអត់ទាន់បានដឹងទេអ្វីដែលយើងបានដឹងនោះគឺត្រឹមតែរូបភាពមួយសន្លឹកដែលថតនៅមុខតុលាការហ្នឹងហើយយកចែកចាយពេញបណ្ដាញសង្គមក្រៅពីនោះយើងអត់ទាន់ដឹងដំណើរការនីតិវិធីដល់ណាទេនេះក៏ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាលោកក៏អត់ទាន់បានធ្វើបច្ចុប្បន្នភាពពីដំណើរការនីតិវិធីក្នុងការដាក់បណ្ដឹងទៅតុលាការ ICJ នោះដែរយើងអត់ដឹងថាតើអាការបណ្ដឹងទៅ ICJ ហ្នឹងនៅតែបន្តឬក៏វាត្រូវបានបញ្ឈប់ឲ្យយើងអត់មាននរណាម្នាក់មានន័យថារាជរដ្ឋាភិបាលគាត់អត់ឲ្យអាព័ត៌មានហ្នឹងឲ្យយើងដឹងទេអានេះជាអ្វីដែលយើងសង្កេតឃើញជាការពិតហើយចំពោះខ្ញុំមើលឃើញថាបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃនេះការជ្រើសរើសយកយន្តការតុលាការ ICJ វាគឺជាជំរើសដ៏ល្អមួយហើយដោយសារតែបញ្ហាព្រំដែនអត់មានតុលាការណាដោះស្រាយក្រៅពីតុលាការយុត្តិធម៌អន្តរជាតិនេះទេបើយើងក្នុងករណីដែលយើងដោះស្រាយយន្តការទ្វេភាគីទៅមិនរួចទេយន្តការអន្តរជាតិគឺមានតែតុលាការ ICJ នេះឯងអញ្ចឹងហើយចំពោះយើងមានបទពិសោធន៍ក្នុងការឈ្នះដីទៅលើរឿងភាសាព្រះវិញ្ញាស្រាប់បទពិសោធន៍ក្នុងនាមយើងជាអ្នកឈ្នះស្រាប់យើងមិនប្រើយន្តការនេះទៀតតែយើងរកយន្តការណាផ្សេងទៀតមកល្អដើម្បីដោះស្រាយទៅលើវិបត្តិហ្នឹងខ្ញុំជឿថាអត់មានយន្តការណាល្អទេជាងហ្នឹងទេហើយប្រជាពលរដ្ឋក៏គ្រប់គ្រងយន្តការតុលាការអន្តរជាតិនេះដែរជំរុញឲ្យរាជរដ្ឋាភិបាលពង្រឹងហើយនឹងពន្លឿនបន្ថែមទៀតទៅកាន់នីតិវិធីដើម្បីប្តឹងទៅ ICJ ជុំវិញបញ្ហាព្រំដែននេះហើយចំពោះខ្ញុំក៏ដឹងដែរថានីតិវិធីក្នុងការប្តឹងទៅតុលាការមិនមែនជារឿងមួយថ្ងៃពីរថ្ងៃមួយខែពីរខែអាចធ្វើបានទេតុលាការមិនមែនចាំតែដោះស្រាយរឿងកម្ពុជាមួយណារឿងផ្សេងទៀតដែលគេមកមុនគេត្រូវដោះស្រាយមុនយើងមកក្រោយយើងត្រូវដោះស្រាយក្រោយហើយមុននឹងដាក់រឿងក្តីនឹងទៅតុលាការក៏ត្រូវតែសិក្សាច្បាស់លាស់ដែរថាដាក់ម្ដងគឺត្រូវតែម្ដងអត់មានឯកសារដូចយើងដឹងហ្នឹងមិនមែនតុលាការមិនមែនចេះតែយើងមានអីថ្មីយើងអាប់ដេតអីគេហើយគេចេះទទួលយើងដាក់មិនគឺយើងដាក់អញ្ចឹងមានន័យថាម្ដងឲ្យសាច់ហើយហ្មងអត់មានត្រូវការកែប្រែចុះឡើងអានេះនីតិវិធីច្បាប់អ្នកអីច្បាប់នឹងយល់នីតិវិធីទាំងដូចគ្នាការពិតទៅក្រៅតែពីយន្តការទ្វេភាគីនិងយន្តការតុលាការយុត្តិធម៌អន្តរជាតិយើងនៅមានយន្តការមួយទៀតដែលអត់សូវមានអ្នកគេសូវដែរនិយាយទេនោះគឺការប្រើប្រាស់នៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ក្នុងកិច្ចព្រមព្រៀងនេះគឺគេបានចែងពីការពារនៅដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាហើយសូម្បីតែប្រទេសថៃខ្លួនឯងក៏ជាម្ចាស់ហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដូចគ្នាដែរហើយនៅក្នុងករណីបើប្រទេសកម្ពុជាត្រូវបានឈ្លានពានដោយរដ្ឋបរទេសណាមួយនោះដូច្នេះហើយសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអាចកោះប្រជុំម្ចាស់ហត្ថលេខីទាំងអស់ដើម្បីដោះស្រាយទៅលើបញ្ហាដែលកម្ពុជាត្រូវបានការរំលោភបំពានពីរដ្ឋបរទេសនោះនៅក្នុងន័យនេះសហប្រធានដែលមានឥណ្ឌូនេស៊ីនិងបារាំងអាចកោះប្រជុំកម្ពុជាខ្លួនឯងអាចស្នើទៅសហប្រធានដែលមានឥណ្ឌូនេស៊ីនិងបារាំងដែលជាប្រធាននោះអញ្ចឹងនៅក្នុងន័យនេះសហប្រធានអាចកោះប្រជុំកិច្ចព្រមព្រៀងម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបានដែលនៅក្នុងនោះក៏មានដែរមហាអំណាចទាំង5មានអាមេរិកចិនបារាំងអង់គ្លេសនិងរុស្ស៊ីជាដើមមហាអំណាចទាំង5ក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរអញ្ចឹងដូច្នេះហើយដើម្បីដោះស្រាយការឈ្លានពានទៅលើប្រទេសកម្ពុជាដោយអ្វីដែលថៃកំពុងតែធ្វើហ្នឹងគឺយើងអាចប្រើយន្តការហ្នឹងហើយយើងអាចយកកិច្ចព្រមព្រៀងហ្នឹងព្រោះអីកិច្ចព្រមព្រៀងហ្នឹងវាជាច្បាប់អន្តរជាតិដើម្បីឲ្យមហាអំណាចទាំងអស់ឬក៏ម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹងទាំងអស់ដើម្បីដាក់សម្ពាធទៅលើភាគីថៃឲ្យគោរពដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសកម្ពុជាបានពីពួកខ្ញុំជឿថាបើសិនជាមហាអំណាចទាំងអស់លូកដៃហើយថៃអត់មានជំរឿនក្រៅពីគោរពការសម្រេចចិត្តរបស់មហាអំណាចទាំង5នោះទេប៉ុន្តែយើងសួរមកវិញថាតើអាចទៅរួចអត់ក្នុងការខកប្រជុំកិច្ចព្រមព្រៀងហ្នឹងដោយសារតែកន្លងមកភាគីកម្ពុជាអត់ដែលកោះប្រជុំឬក៏យកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងមកប្រើម្ដងណាទេតាំងពីចុះហត្ថលេខាមកមានថាជាប្រវត្តិសាស្ត្រតែម្ដងកម្ពុជាយើងអត់ដែលប្រើកិច្ចព្រមព្រៀងហ្នឹងទេអញ្ចឹងដូច្នេះហើយសំណួរសួរថាតើយើងអាចប្រើកិច្ចព្រមព្រៀងហ្នឹងបានដែរឬអត់អានេះចំពោះការមើលឃើញរបស់ខ្ញុំថាការកោះប្រជុំសហប្រធាននិងមហាអំណាចទាំងអស់
ឬក៏ម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទាំងអស់គឺជារឿងដែលខ្ញុំគិតថាវាមិនអាចទៅរួចទេសំណួរដែលយើងត្រូវសួរហ្នឹងថាតើម្ចាស់ហត្ថលេខីទាំងអស់ហ្នឹងគេពិតជាខ្វាយខ្វល់ពីចំនួនកម្ពុជាមែនអត់ហេតុអ្វីបានជាគេត្រូវមកខ្វាយខ្វល់ចំនួនកម្ពុជាហើយគេបានប្រយោជន៍អីខ្លះពីចំនួនហ្នឹងហេតុអីដែលគេត្រូវលូកដៃមកចូលយកពេលវេលារបស់គេមកធ្វើអាកិច្ចការទាំងអស់ហ្នឹងអានេះជាចម្ងល់ដែលយើងត្រូវតែឆ្ងល់ព្រោះខ្ញុំគិតថាមិនងាយទេខ្ញុំមើលឃើញថាសង្គ្រាមនេះវាសង្គ្រាម5ថ្ងៃនេះហើយនឹងផលប៉ះពាល់ជាមួយនឹងបញ្ហាកំពុងតែកើតឡើងនេះខ្ញុំជឿថាម្ចាស់ហត្ថលេខីទាំងអស់នោះមើលឃើញថានេះជាបញ្ហាតូចទេវាមិនធំដុំទេបើប្រៀបធៀបជាមួយនឹងរឿងដែលកើតឡើងនៅប្រទេសយើងទៅសង្គ្រាមនៅអ៊ុយក្រែនសង្គ្រាមនៅហ្គាហ្សាយើងអាចប្រៀបធៀបជាមួយគេបានទេវិបត្តិរបស់យើងនេះវាតូចខ្លាំងណាស់បើប្រៀបធៀបជាមួយនឹងវិបត្តិទាំងអស់នោះដូច្នេះហើយខ្ញុំគិតថាមហាអំណាចទាំង5និងម្ចាស់ហត្ថលេខីទាំងអស់គេមិនសូវយកចិត្តទុកដាក់បើមិនជាយើងស្នើទៅខ្ញុំជឿថាការកោះប្រជុំនេះក៏មិនងាយនឹងធ្វើទៅរួចដែរប៉ុន្តែសួរថាយើងបានធ្វើនៅកម្ពុជាយើងអាចធ្វើទេអញ្ចឹងលទ្ធភាពដែលថាវាអាចកើតមានទៅកើតដែលកិច្ចប្រជុំនោះអាចនឹងមានវត្តមានទៅកើតក៏យើងអត់ត្រូវផាត់ចោលដែរដោយសារតែយើងដែលបានធ្វើផលហ្នឹងអញ្ចឹងហេតុអ្វីបានយើងហ៊ានថាអាកិច្ចព្រមព្រៀងហ្នឹងធ្វើមិនកើតដោយសារតែយើងអត់បានធ្វើអញ្ចឹងណាអញ្ចឹងយើងតតែសាកធ្វើសិនសាកស្នើសុំឲ្យសហប្រធានកិច្ចព្រមព្រៀងហ្នឹងទៅកោះប្រជុំមហាចក្រហត្ថលេខីមើលថានេះឥឡូវនេះប្រទេសខ្ញុំកំពុងតែរងការរំលោភបំពានពីថៃហើយអញ្ចឹងអ្នកដែលជាម្ចាស់ហត្ថលេខីដែលទទួលស្គាល់អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ខ្ញុំហ្នឹងអ្នកឯងត្រូវតែមកជួយមើលហើយជួយដាក់សម្ពាធឬក៏ធ្វើយ៉ាងម៉េចឲ្យថៃគោរពនៅអាកិច្ចព្រមព្រៀងដែលអ្នកឯងធ្លាប់បានទទួលស្គាល់ទាំងអស់គ្នានេះអញ្ចឹងជួយត្រួតពិនិត្យទង្វើថៃផងមើលតើថៃធ្វើហ្នឹងវាត្រូវតាមច្បាប់ឬអត់អានេះអ្វីដែលវាអាចកើតមានបើសិនជាយើងនឹងដាក់ស្នើសុំឲ្យមានការសាររើកិច្ចព្រមព្រៀងហ្នឹងឬក៏កោះប្រជុំអាហ្នឹងឡើងវិញហើយកិច្ចព្រមព្រៀងហ្នឹងក៏បានចែងពីការគោរពគ្មានរដ្ឋណាមួយមកម្លប់ដែនអធិបតេយ្យភាពឬក៏បូរណភាពទឹកដីរបស់ប្រទេសកម្ពុជាបានទេសូម្បីតែថៃខ្លួនឯងក៏អត់អាចមករំលោភបានដែរថៃខ្លួនឯងក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនឹងដូចគ្នាដែរអញ្ចឹងអានេះជាអ្វីដែលខ្ញុំគិតថាយើងអាចធ្វើទៅបានប៉ុន្តែយើងអាចបានធ្វើទេយើងក៏អាចផាត់ចោលថាលទ្ធភាពដែលវាអាចកើតមានទៅកើតនឹងមានពិតមែនដូច្នេះហើយយើងតតែធ្វើសិនទើបដឹងថាទៅរួចឬមិនទៅរួចបើយើងមិនតបានធ្វើផងហេតុអ្វីយើងគិតថាឬក៏យើងសម័យឃើញថាមុខព្រួយហ្នឹងវាទៅរួចហើយប៉ុន្តែចំពោះខ្ញុំគិតថាមហាអំណាចទាំង5និងប្រទេសដែលជាម្ចាស់ហត្ថលេខីហ្នឹងគេមិនសូវគិតរឿងលើបញ្ហានេះខ្លាំងឬក៏យកចិត្តទុកដាក់ខ្លាំងទេដោយសារតែប្រយោជន៍របស់គេអត់នៅកន្លែងហ្នឹងអញ្ចឹងបើសិនជាគ្មានប្រយោជន៍ដល់គេផងគេយកពេលវេលារបស់គេយកកិច្ចខិតខំប្រឹងប្រែងរបស់គេមកដាក់នៅលើបញ្ហាហ្នឹងធ្វើអីអានេះគឺជាសំណួរដែលប្រជាពលរដ្ឋរបស់យើងត្រូវតែគិតទាំងអស់គ្នាវាអត់មាននរណាមកជួយយើងក្រៅពីយើងជួយខ្លួនឯងទេនេះហើយពិភពលោកប្រព័ន្ធគេហៅពិភពលោកឬក៏ប្រព័ន្ធត្រីតូចស៊ីត្រីធំណាថៃគឺជាត្រីដែលមានមាឌធំជាងយើងនឹងរងគ្រោះហើយអញ្ចឹងគេស៊ីរបស់យើងហើយប៉ុន្តែខ្ញុំចាំទ្រឹស្ដីមួយដែលគេនិយាយបរិយាយទៅលើប្រទេសសង្ហបុរីគឺជាត្រីតូចមែនពិតប៉ុន្តែមិនមែនចេះតែឲ្យត្រីធំមកស៊ីងាយពេកទេមានន័យថាទោះបីយើងជាត្រីតូចក៏យើងត្រូវតែធ្វើជាត្រីតូចដែលមានពិសដែរនៅពេលដែលត្រីធំស៊ីក៏រងគ្រោះឬក៏ទទួលបានផលប៉ះពាល់ពីការធ្វើស៊ីយើងវិញដែរនេះជាអ្វីដែលជាពិព័រណ៍នេះពីសង្ហបុរីអញ្ចឹងមានន័យថាត្រីតូចតែតាន់ហើយមានពិសទៀតអញ្ចឹងបើសិនជាស៊ីត្រីតូចដូចយើងហ្នឹងគឺត្រូវតែមានពិសហើយក៏ត្រូវអ្នកឯងក៏ត្រូវតែទទួលរងផលប៉ះពាល់វិញដែរនេះជាអ្វីដែលយើងត្រូវតែធ្វើនៅក្នុងពិភពលោកត្រីតូចស៊ីត្រីធំនេះអញ្ចឹងហើយត្រឡប់មកវិញដោយសារតែយើងខ្សោយជាងគេរំលោភបំពានយើងហើយយើងគ្មានអ្វីក្រៅពីសុំសហគមន៍អន្តរជាតិជួយទេអញ្ចឹងដើម្បីបញ្ជាអារូបភាពនឹងទៅកើតយើងជាត្រីតូចនេះយើងខិតខំធ្វើយ៉ាងណាឲ្យខ្លួនយើងធំធាត់ស្មើមុខស្មើមាត់បាឡិនគ្នាបើមិនជាក្នុងករណីប្រទេសយើងប្រទេសកម្ពុជានិងប្រទេសថៃមានតលយៈភាពអំណាចទាំងយោធាសេដ្ឋកិច្ចនិងប្រជាពលរដ្ឋអីជាដើមនោះបើមិនជាក្នុងករណីថៃនិងកម្ពុជាមានតលយៈភាពអំណាចអញ្ចឹងវិបត្តិអីក៏វាអត់មានកើតមានដែរនៅពេលដែលប្រទេសទាំងពីរនាក់មានអាវុធខ្លាំងក្លាមានសិលឹកបៀហាក់ផ្អើលគ្នាស្មើគ្នាអញ្ចឹងវាអត់មានគេខ្ពស់ទាបជាងអញ្ចឹងប្រទេសពីរហ្នឹងនឹងរស់នៅជាមួយគ្នាដោយសន្តិភាពហើយគេអត់មានកាភ្លើងមកជុំយើងឥឡូវនេះគេធំជាងយើងគេនៅផ្ទះចិត្តយើងប៉ុន្តែគេមានកាភ្លើង
ឯងតាហ៊ានមិនស្រួលអញបាញ់ឥឡូវហ្នឹងអាហ្នឹងថៃឥឡូវហ្នឹងគឺអញ្ចឹងហើយដោយសារតែយើងអន់ជាងគេយើងអត់កាភ្លើងតែបើយើងមានអ្វីៗគ្រប់យ៉ាងស្មើគេកាភ្លើងយើងមានអាវក្រោះក៏យើងមានបេក៏យើងមានយន្តហោះក៏យើងមានរថក្រោះក៏យើងមានយន្តហោះចម្បាំងអីគ្រប់បែបយ៉ាងយើងមានទាំងអស់គេមានទាំងអស់ដូចគ្នាអញ្ចឹងយើងរស់នៅមួយគេដោយសន្តិភាពហើយអានេះជាអ្វីដែលខ្ញុំមើលឃើញថាយើងត្រូវតែពង្រឹងអភិវឌ្ឍសមត្ថភាពពលរដ្ឋប្រព័ន្ធអប់រំនិងសេដ្ឋកិច្ចគ្រប់វិស័យទាំងអស់ដែលជាវិស័យយុទ្ធសាស្ត្រក្នុងការធ្វើឲ្យប្រទេសជាតិរបស់យើងខ្លាំងយើងត្រូវតែអភិវឌ្ឍបន្ថែមទៀតបើមិនដូច្នោះទេយើងនៅតែជាជនរងគ្រោះពីត្រីដែលមានមាឌធំជាងយើងជាមិនខានទេបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាបងប្អូនអរគ្នាបាទ